ម្ចាស់ស្នេហ៍ប្រែបេះដូងចប់ដោយបរិបូរនៅភាគទី19ម៉ាលីនិងដាវីតនឹងមករៀបការជាមួយគ្នាហើយអាជីនិងអាឆាយក៏ត្រូវពលីចាប់ខ្លួនដែរពីបទសំគំនិតគ្នាធ្វើបាបម៉ាលីចាប់ចម្រិតម៉ាលីឬក៏ធ្វើបាបដាវីតបងប្អូនគិតបែបហ្នឹងទៅថាភាគទី19នឹងចប់ដោយបរិបូរមិនទាន់ចប់ទេបងប្អូនដោយសារតែរឿងនេះនៅមានគំនុំមួយមិនទាន់ដោះស្រាយក្រោយពីដាវីតបង្ហាញវីដេអូបែកធ្លាយរបស់អាជីនិងដាវីតអាជីនិងអាឆាយធ្វើឲ្យអាជីនិងអាឆាយមានគំនុំខ្លាំងអាឆាយគុំដាវីតចំណែកអាជីគុំម៉ាលីអញ្ចឹងពីរអ្នកនេះធ្វើស៊ីគ្នាមិនធម្មតាទេអញ្ចឹងហើយភាគទី19គឺមិនដល់ចប់ទេវាអាចចប់នៅភាគទី20ឬក៏21ខ្ញុំអត់ដឹងទេខ្ញុំមិនហ៊ានទាយព្រោះខ្ញុំទាយខុសប៉ុន្តែខ្ញុំចង់សួរបងប្អូនថាភាគទី19នឹងមានរឿងអ្វីកើតឡើងតើអាជីនឹងធ្វើអ្វីដាក់ម៉ាលីហើយអាឆាយនឹងធ្វើអ្វីដាក់ដាវីតបងប្អូនខមមិនលេងខាងក្រោមជាមួយខ្ញុំអរគុណសម្រាប់ការទស្សនាវីដេអូខ្ញុំអរគុណដល់ពូត្រូម្ចាស់ Channel YouTube The Troll Cambodia ដែលបានចូល comment នៅក្រោមវីដេអូរបស់ខ្ញុំផងដែរអរគុណខ្លាំងមែនតើហើយក៏សូមទោសសម្រាប់ការខុសឆ្គងឬក៏ប៉ះពាល់ដោយប្រការណាមួយដែលអចេតនាហើយខ្ញុំធ្វើវីដេអូនេះឡើងគឺដើម្បីកំសាន្តជាមួយអ្នកទស្សនាដូចគ្នាគ្មានបំណងអីផ្សេងទេប៉ុន្តែគាត់ថាអាចរកថវិកាខ្លះដើម្បីទិញ hair style លៀបគេលោកបានហៅគេដែរអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូខ្ញុំហើយក៏អរគុណទៅដល់ពូត្រូដែលបានចូល comment នៅក្រោមវីដេអូរបស់ខ្ញុំអរគុណច្រើនមែនតើ